បាទគ្រប់ជម្រាបសួរបងប្អូនប្រិយមិត្តទាំងគ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីបាទក្រុមកង់3ក្រុមកង់3ដែលគាត់ដណ្ដើមបាទអ្នករងរបួសដោយបញ្ហាចរាចរណ៍ហើយគាត់ដឹកយកទៅពេទ្យឯកជនដើម្បីចម្រិតជាប្រាក់កម្រៃជាសារថ្លៃផ្សេងនោះហើយក៏ខ្ញុំបានទទួលសារពីបងប្អូនប្រជាពលរដ្ឋដែលគាត់បានផ្ញើសារមកថាកង់3ហ្នឹងគាត់ដឹកមកគេគ្រោះថ្នាក់នៅផ្សារដេហុយនោះទេប៉ុន្តែគាត់ដឹកមកម្ដុំនេះជាកាដូងអីណាណែបាទ clinic ឯកជនហើយទាថ្លៃបាទទាថ្លៃសេវាថ្លៃខ្លាំងមែនតើបាទហើយតើកង់3អស់នោះគាត់មានកាតព្វកិច្ចអីក្នុងការដែលទៅដណ្ដើមអ្នកជំងឺយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវបែបនេះបាទអញ្ចឹងសូមស្ដាប់សំឡេងបាទសំឡេងសារដែលបងប្អូនប្រជាពលរដ្ឋគាត់ផ្ញើមកឲ្យខ្ញុំគាត់2នាក់ប្រពន្ធគាត់ទាវាបាន10000ទាវា10000ជាងទៅពេលឲ្យវាសុំចុះនៅ10000ចូលពេទ្យងាកមិញពីម៉ោង3រហូតដល់ម៉ោង7 8គេទា2500ពេទ្យឥឡូវគេព្យាបាលហើយខ្លះហើយយើងមកពេទ្យឲ្យចូលបណ្ដោយពួកគេយកថ្លៃកន្លែងពេទ្យអាកង់3នោះវាដឹកទៅដល់ចកាដូងបុកនៅស្ពានសាដេហុយវាកង់3នោះវាដឹកអ្នកជំងឺទៅដល់ចកាដូងហ្នឹងហើយអត់ដឹងដែរងាកមិញនេះពេលបុកគ្នាហ្នឹងមានណាទៅរកឡានភេទអីតន់បើភ្លាមហ្នឹងចាប់តាឡានវាទុកហើយក៏ដឹកកង់3ទៅភ្លាមហ្នឹងកង់3គេមកម៉ោង2ម៉ោង3ហ្នឹងស្ងាត់ដែរពេលអញ្ចឹងក៏គាត់ជិះកង់3គេតែនោះវាដឹកទៅដល់ចកាដូងបាទបងប្អូនប្រិមិត្តបងប្អូនបានស្ដាប់លើសារសំឡេងដែលបងប្អូនជីវរដ្ឋបាទគាត់បានឆានមកខ្ញុំហើយគាត់និយាយថាកង់3បាទគាត់ដឹកយកទៅដាក់ពេទ្យឯកជនហើយដើម្បីទារតម្លៃថ្លៃយើងស្ដាប់ហើយបាទទារតម្លៃថ្លៃពេកបាទដល់រាប់ពាន់នេះនោះបញ្ហាចរាចរណ៍ណាហើយគាត់ទារគេបានប្រមាណនោះប៉ុន្តែកង់3នោះបានដឹកទៅសេវាពេទ្យរដ្ឋនោះទេបាទប្រហែលជាគាត់សហការមួយពេទ្យឯកជនអញ្ចឹងគាត់ដឹកមកពេទ្យឯកជនដើម្បីបានកម្រៃជាងសាររបស់គាត់ខ្ពស់ហើយកុំឆុងថ្លៃព្យាបាលឲ្យផ្សេងទៀតអញ្ចឹងទៅបាទហើយខ្ញុំសូមផ្ដាំទៅផ្ញើទៅខាងបាទមន្ទីរពេទ្យឯកជនទាំងអស់បាទសូមប្រុងប្រយ័ត្នបាទហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងតាមថតកង់3ហើយនឹងទៅថតដល់ clinic ណាដែលទទួលអ្នកជំងឺដែលអត់មានច្បាប់អនុញ្ញាតដែលសហការជាមួយក្រុមកង់3អស់នេះខ្ញុំនឹងតាមថតបាទខ្ញុំនឹងតាមថតបាទខ្ញុំផ្សព្វផ្សាយបន្ថែមទៀតបាទដោយសារតែនៅមានច្រើនទៀតដែលបងប្អូនជារដ្ឋគាត់សួរសំណួរមកខ្ញុំបាទគាត់សួរសំណួរខ្ញុំដែលអ្នកជំងឺអត់ទាន់ដឹងអីអត់ទាន់នេះផងបខំអ្នកជំងឺលើកឡើងលើកង់3ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនតែម្ដងបាទហើយសូមអំពាវនាវដល់ក្រសួងសុខាភិបាលបាទនឹងស្ថាប័នដែលពាក់ព័ន្ធបាទខ្ញុំដឹងថាខាងពេទ្យគឺពាក់ព័ន្ធជាមួយក្រសួងសុខាភិបាលតែខាងកង់3ដែលចាប់មនុស្សឡើងបាទដោយចិត្តឯងនេះបាទហើយទៅដើម្បីចម្រិតទារប្រាក់កម្រៃជាងសាខ្ពស់នេះបាទពាក់ព័ន្ធខាងណាខ្លះសូមខាងអាជ្ញាធរដែលពាក់ព័ន្ធជួយពិនិត្យមើលផងទៀតបាទអរគុណច្រើន